លោកជំទាវជីវៈអភិបាលខេត្តកោះកុងបានលើកទឹកចិត្តទៅដល់ការវឹកវើបំពន់ពង្រឹងសមត្ថភាពរបស់យោធាតំបន់ប្រតិបត្តិការសក្រងខេត្តកោះកុងដល់វិស័យការពារជាតិនិងក៏បានសម្ដែងនឹងការដឹងគុណចងចាំចំណិចពោះវីរភាពនៃវីរៈកងទ័ពកម្ពុជាដែលបានលះបង់សាច់ស្រស់ឈាមស្រស់និងបានពលីជីវិតនៅក្នុងបបផែតការពារជាតិមាតុភូមិកន្លងមកប្រសាសន៍របស់លោកជំទាវអភិបាលខេត្តកោះកុងធ្វើឡើងក្នុងពេលអញ្ជើញជាមួយអាដាមម្ដំសេនីយ៍តូអ៊ុយហៀងមេបញ្ជាការយុទ្ធភូមិភាគទី3នៅក្នុងពិធីបិទវគ្គវឹកវើបំផន់ពង្រឹងសមត្ថភាពយោធាប្រចាំឆ្នាំ2026និងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងបំពាក់ឋានន្តរស័ក្តិជូនដល់នាយទាហានរងរបស់តំបន់ប្រតិបត្តិការសក្រងខេត្តកោះកុងលោកជំទាវអភិបាលខេត្តក៏បានសាទរចំពោះនាយទាហានរងទាំង88រូបដែលត្រូវបានថ្នាក់ដឹកនាំក្រសួងការពារជាតិនៃបញ្ជាការដ្ឋានកងទ័ពជើងគោកដល់សេចក្តីទុកចិត្តតែងតាំងជាថ្នាក់ដឹកនាំនិងបំពាក់ឋានន្តរស័ក្តិនៅពេលនេះនឹងថានាយទាហានរងទាំងអស់ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មីនេះនឹងខិតខំយកអស់កម្លាំងកាយចិត្តបញ្ញាស្មារតីបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អសម្ដៅពង្រឹងកិច្ចការពារជាតិមាតុភូមិលើគ្រប់វិស័យតាមតំបន់ព្រំដែនចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតំបន់ព្រំដែនទប់ស្កាត់សកម្មភាពឆ្លងដែនខុសច្បាប់និងចូលរួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅតាមបណ្ដោយព្រំដែននិងនៅទីក្នុងភូមិសាស្ត្រខេត្តកោះកុងទាំងមូលនៅក្នុងឱកាសនោះទាំងលោកជំទាវអភិបាលខេត្តកោះកុងទាំងអាដាមសេនីយ៍តូអ៊ុយហៀងមេបញ្ជាការយុទ្ធភូមិភាគទី3បានរំលឹកថាចាប់តាំងពីកងទ័ពថៃបានធ្វើសកម្មភាពឈ្លានពានលើបូរណភាពទឹកដីកម្ពុជានៅតាមតំបន់ព្រំដែនជាពិសេសនៅប្រាសាទតាមាន់តូចតាមាន់ធំតាក្របីនិងតំបន់មុំបីជាដើមនោះសកម្មភាពឈ្លានពានរបស់កងទ័ពថៃនេះតម្រូវឲ្យកម្ពុជាប្រើសិទ្ធិការពារបូរណភាពទឹកដីរបស់ខ្លួនជាពិសេសនៅក្រោយមានកិច្ចព្រមព្រៀងបោះឆ្បាញ់កម្ពុជាយើងក៏រក្សានូវភាពអត់ធ្មត់រហូតមកដល់បច្ចុប្បន្ននេះជាមួយគ្នានេះលោកជំទាវអភិបាលខេត្តកោះកុងនិងមេបញ្ជាការយុទ្ធភូមិភាគទី3ក៏បានលើកឡើងដែរថាបច្ចុប្បន្នយើងទាំងអស់គ្នាមានជំនឿជឿជាក់ពីការដឹកនាំដ៏ឆ្លៀសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៅក្នុងការរក្សាឃើញការពារជាតិនិងរកដំណោះស្រាយតាមមធ្យោបាយការទូតនៅក្នុងចំនួនព្រំដែនកម្ពុជាថៃនេះពីខ្ញុំហ៊ុយបលេង LTNG News ខេត្តកោះកុងភេសជ្ជៈបើកម្លាំង Dragon ថាមពលថ្មីចម្រាញ់ពី Yinsen